ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ស្លាប់មន់ក្លុកមួយឈុតចាដែលភ្ញៀវរបស់យើងគាត់បានកំងណាចាហើយអតេនេះដែរវារៀងមានលក្ខណៈពិសេសជាងអតេយើងម្ដងមិនតិចចាព្រោះដោយសារគេមានស្លាប់បាំងលើកង់មានអីចឹងទៅហើយមានក្លុបសម្រាប់ចាក់សោបានខាងលើហ្នឹងណាឥឡូវហ្នឹងគឺខាងយើងកំពុងតែរៀបចំបាញ់ថ្នាំព្រោះដោយសារពេលដែលយើងចាក់ម៉ូតូហើយយើងអត់ទាន់បានបាញ់ថ្នាំកន្លែងដែលយើងផ្សារអញ្ចឹងណានៅខាងជាងពួកគាត់កំពុងតែរៀបចំចាតើឥឡូវយើងមកមើលលក្ខណៈពិសេសរបស់យើងទាំងអស់គ្នាចាលក្ខណៈពិសេសហ្នឹងគឺយើងមានទ្វារសម្រាប់ហូតចិញ្ចូលជាលក្ខណៈក្លុបចាក់សោហ្នឹងណាពេលដែលយើងឈប់ប្រើគឺយើងរុញចូលទៅខាងក្នុងវិញអញ្ចឹងពេលដែលយើងតម្លាក់ចូលមកគឺវាជាប្រភេទក្លុបដែលអាចចាក់សោបានមានសយៅមុខមួយក្រោយមួយអញ្ចឹងណាចាហើយខ្ញុំសូមបញ្ជាក់បន្តិចដែរអាតេសនេះដែលខ្ញុំនិយាយថាអាតេសស្លាប់មន់ក្លុកហ្នឹងគឺខ្ញុំចង់សម្ដៅទៅលើអាតេសដែលខ្ញុំកំពុងតែថតនឹងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់បានប្រភេទរទេះបែបហ្នឹងយកទៅលក់អីផ្សេងក៏បានដែរចាវាអាស្រ័យទៅលើការកែច្នៃរបស់យើងទេយើងចង់យកទៅលក់អីក៏បានដែរវាមិនមែនថាអាតេសដែលខ្ញុំថតហ្នឹងយើងឃើញក្នុងវីដេអូហ្នឹងគាត់លក់ស្លាប់មន់ក្លុកអញ្ចឹងយើងអ្នកកំងក្រោយគាត់ហ្នឹងត្រូវតែលក់ស្លាប់មន់ក្លុកដែរទេចាយើងឆ្លាញ់បែបម៉េចគឺយើងកំងអញ្ចឹងទៅចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទរទេះបែបហ្នឹងឬក៏លក្ខណៈប្រភេទអតេះកំងអីផ្សេងហ្នឹងគឺអាចធ្វើការកំងបានចាតាមរយៈ page នេះផ្ទាល់ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេហៀងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយអរគុណបាយបាយ